Soom swaku makan ka bok serai rương Tân Phì. វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់នេះគឺជាវីដេអូបន្ទាប់ដែលនឹងនិយាយអំពីរឿងបាល់ទាត់សៅលីងមកដល់វីដេអូមួយនេះយើងឃើញថាគ្រូនិងសិស្សបានឃើញនិងបានដឹងពីសមត្ថភាពគ្នាទៅវិញទៅមកនៅពេលដែលពិគ្រោះយោបល់គ្នាអស់រយៈពេលកន្លងមកក៏ដូចជាពិភាក្សាគ្នានៅរឿងរ៉ាវមួយចំនួនដែលឆ្លប់ឆ្លងកាត់មកបានបង្ហាញមតិយោបល់គ្នាទៅវិញទៅមករួចហើយក៏សម្រេចចិត្តដើរផ្លូវរួមគ្នាដែលផ្លូវរួមមួយនោះគឺជាការប្រឡូកចូលវិស័យក្រុមបង្កើតក្រុមបាល់ទាត់ដោយតែបាននិយាយពីវគ្គមុនអញ្ចឹងថាមកដល់វីដេអូមួយនេះយើងនឹងឃើញថាទិនហ្វីរបស់យើងទៅបបួលសិស្សច្បងទាំង5ឲ្យចូលរួមប្រកួតបាល់ទាត់ជាមួយពួកគាត់អ្វីដែលចាប់អារម្មណ៍នោះគឺទៅជួបសិស្សច្បងទី1គឺគាត់មានទុក្ខលំបាកនិងមានការមើលងាយមើលថោកពីសំណាក់អ្នកជុំវិញខ្លួនជាខ្លាំងថែមទាំងវាយដំពុកឲ្យគាត់ឲ្យរងរបួសថែមទៀតផងទិនហ្វីឃើញហើយអាណិតក៏លួមលោមហើយក៏បបួលគាត់ចូលរួមបាល់ទាត់ជាមួយនឹងទិនហ្វីដែរប៉ុន្តែត្រូវគាត់បដិសេធទិនហ្វីមិនបង្អង់យូរក៏ទៅជួបសិស្សច្បងម្នាក់ទៀតដែលជាសិស្សច្បងចេះជំនាញបាតដៃព្រះយុឡាយដែលអាចធ្វើជាអ្នកចាំទីបានមកជួបសិស្សច្បងមួយនេះក៏គាត់ខំរៀបរាប់យ៉ាងណាក៏គាត់បដិសេធដូចគ្នាមិនបានចូលរួមជាមួយទិនហ្វីនោះឡើយបើទោះបីទិនហ្វីខំរៀបរាប់យ៉ាងណាក៏ដោយទៅដល់សិស្សច្បងទី3មួយទៀតគឺជាសិស្សច្បងដែលរវល់កិច្ចការងារជាច្រើនពាក់ព័ន្ធនឹងរកស៊ីប៉ុន្តែធៀបពិតគាត់កំពុងតែជួបគ្រោះនិងជួបវិបត្តិជាខ្លាំងហើយក៏បដិសេធជាមួយទិនហ្វីដូចគ្នាដែរបន្តទៅទៀតទិនហ្វីទៅជួបសិស្សប្អូនម្នាក់ដែលជាសិស្សប្អូនចេះសម្រាលខ្លួនលើអាកាសគាត់មានមាឌធំហើយនឹងពិសាច្រើននៅពេលដែលជួបសិស្សប្អូននោះគឺគាត់បានរៀបរាប់សមត្ថភាពរបស់សិស្សប្អូនទៅកាន់គ្រូថាគាត់ចេះសម្រាលខ្លួនប៉ុន្តែគាត់មានមាឌធំណាស់ក្រោយពេលដែលគ្រូឃើញហើយក៏ឲ្យគាត់សាកល្បងមើលថាតើគាត់ចេះសម្រាលខ្លួនអត់ប៉ុន្តែការចេះសម្រាលខ្លួនរបស់គាត់គឺបានបាត់បង់ទៅហើយដោយឈោងចាប់របស់ដែលនៅលើមិនបានឡើយធ្វើឲ្យរលំរបស់របរគេទាំងអស់ទិនហ្វីក៏ទៅជួបនឹងសិស្សច្បងមួយទៀតដែលមានជំនាញចេះរន្ទះជើងឥតស្រមោលហើយក៏បដិសេធដូចគ្នាដែរគាត់បាននិយាយទៅកាន់ទិនហ្វីវិញថាបើគាត់ចេះមែនគាត់មិនមែនចេះនៅតែលាងចាននិងបោសសម្អាតនោះឡើយក្រោយពីបានជួបសិស្សច្បងទាំង5មកពួកគាត់សុទ្ធតែបដិសេធទិនហ្វីមានការអស់សង្ឃឹមយ៉ាងខ្លាំងនៅពេលដែលពិភាក្សាជាមួយគ្រូប៉ុន្តែគ្រូបានលើកទឹកចិត្តថាយ៉ាងហោចណាស់ក៏មានទិនហ្វីម្នាក់ដែលយល់ចិត្តគ្រូផងដែរក្រោយពីអ្នកទាំងពីរនិយាយគ្នារួចរាល់ហើយមកក៏ទៅកន្លែងមួយហើយទិនហ្វីនិងគ្រូបានចាំសិស្សច្បងទាំង5មកជួបគាត់ក្រោយពេលមួយសន្ទុះមកស្រាប់តែសិស្សច្បងនីមួយៗបានមកកាន់ជួបនឹងទិនហ្វីហើយបាននិយាយគ្នាថានឹងចូលរួមប្រកួតជាមួយគ្នាដោយលាអ្នកខ្លះលាសង្សារអ្នកខ្លះលាប៉ាម៉ាក់អ្នកខ្លះលាបងប្អូនមកចូលរួមការប្រកួតជាមួយនឹងទិនហ្វីនៅក្នុងចំណុចនេះខ្ញុំជាអ្នកអត្ថាធិប្បាយមានចិត្តរំជួលចិត្តជាខ្លាំងនៅពេលដែលសិស្សរួមគ្រូដែលបែកគ្នាជាយូរមកហើយទៅជួបនីមួយៗបដិសេធប៉ុន្តែបែរជាសម្រេចចិត្តមកចូលរួមជាមួយទិនហ្វីវិញខ្ញុំពិតជារំភើបណាស់នៅក្នុងត្រង់វគ្គនេះទើបខ្ញុំចាប់យកចំណុចពិសេសៗមកនៃរឿងនេះយកមកនិយាយវីដេអូនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសិនជួបគ្នានៅវគ្គបន្តបន្ទាប់ទៀតសូមអរគុណហើយកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូបាល់ទាត់ទិនហ្វីបន្តសូមអរគុណសូមគោរពលា